សហរដ្ឋអាមេរិកជំរុញឲ្យភាគីថៃធ្វើយ៉ាងណាត្រូវដោះលែងទាហានកម្ពុជាចំនួន18នាក់ដែលថៃបានចាប់ខ្លួនកាលពីថ្ងៃទី29ខែកក្កដាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូបបានឲ្យដឹងថាសហរដ្ឋអាមេរិករំពឹងថាប្រទេសថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីចាប់ផ្ដើមដោះលែងទាហានកម្ពុជាចំនួន18នាក់ភ្លាមៗនេះបញ្យងតាមសារព័ត៌មាន Reuters ដែលចេញផ្សាយនៅថ្ងៃទី28ខែតុលានេះមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាការរំពឹងទុករបស់អាមេរិកចំពោះដំណើរការនៃការដោះលែងទាហានកម្ពុជានេះគឺទាក់ទងទៅនឹងការបដិញ្ញាចិត្តទាំងអស់ដែលចាប់ផ្ដើមភ្លាមៗនៅពេលដែលកម្ពុជាថៃត្រូវបានចុះហត្ថលេខាសូមជម្រាបថាការជំរុញជាថ្មីរបស់អាមេរិកនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំកម្ពុជាថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី26ខែតុលានៅចំពោះមុខប្រធានាធិបតីអាមេរិក Donald Trump ចំណែកនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះប្រធានាធិបតី Donald Trump ក៏បានថ្លែងថាកិច្ចព្រមព្រៀងសន្តិភាពនេះមានចែងអំពីការបញ្ឈប់ជាបន្ទាន់នៅរាល់អរិភាពទាំងអស់និងការបដិញ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងអ្នកជិតខាងល្អនិងធានាដល់ការដោះលែងឆ្លើយសឹកកម្ពុជាចំនួន18នាក់លោកត្រាំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលនេះក៏បានសរសើរមេដឹកនាំកម្ពុជាថៃចំពោះភាពក្លាហាននិងចក្ខុវិស័យរបស់ពួកគេផងដែរគូបញ្ជាក់ថាគិតត្រឹមថ្ងៃទី28ខែតុលានេះមានរយៈពេល91ថ្ងៃហើយដែលទាហានកម្ពុជាចំនួន18នាក់ត្រូវបានចាប់ខ្លួននិងស្ថិតក្រោមការឃុំខ្លួនរបស់យោធាថៃ